កាលពីដើមឡើយបើយើងនិយាយពីសត្វស្ការៈគឺជានិមិត្តរូបនៃភាពកាចសាហាវជាសត្វដែលមានពឹសគង់វង្សក្នុងខ្លួនគ្រប់សពហើយសត្វណាក៏ធ្លាប់ខ្លាប់ខ្លាចនឹងវាជាពន់ពេកដែរប៉ុន្តែនៅឯជ្រុងម្ខាងទៀតមានសត្វពស់មួយក្បាលដែលមិនទាន់មានពឹសដូចសពថ្ងៃនឹងឡើយវាមានតែប្រាជ្ញានិងល្បិចកលប៉ុណ្ណោះជាអាវុធថ្ងៃមួយសត្វទាំងអស់ដែលរងគ្រោះដោយសារកម្លាំងពឹសរបស់សត្វស្កាបានជំនុំពិភាក្សាគ្នាអំពីទុក្ខសោកដែលពួកវាបានជួបប្រទះម្ដងហើយម្ដងទៀតនៅក្នុងកិច្ចពិភាក្សានោះសត្វពស់ក៏បានបង្ហាញខ្លួនហើយបាននិយាយឡើងថាខ្ញុំអាចបំពេញការងារនេះបានយ៉ាងងាយស្រួលបន្ទាប់មកសត្វពស់ក៏បានប្រាប់អំពីគម្រោងរបស់វាទៅដល់សត្វដទៃទៀតដែលស្ដាប់ហើយមានតែភាពងឿងឆ្ងល់និងការសង្ស័យបន្តិចបន្តួចប៉ុណ្ណោះសត្វពស់បានដើរទៅរកសត្វស្កាហើយនិយាយឡើងដោយសម្ដីផ្អែមល្ហែមថាអោសំឡាញ់នៃខ្ញុំអើយខ្ញុំមកទីនេះដើម្បីហាមប្រាមឯងសត្វស្កាមានការងឿងឆ្ងល់ហើយបាននិយាយរបៀបចង់បង្កជម្លោះឡើងថាមានរឿងអ្វីឲ្យពួកវាមកចុះយើងនឹងខំពួកវាឲ្យងាប់ទាំងអស់សត្វពស់ឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថាឯងអាចប្រយុទ្ធបានជាមួយតែនឹងសត្វតូចប៉ុណ្ណោះប៉ុន្តែចំពោះហ្វូងសត្វដែលធំជាងហើយមកក្នុងលក្ខណៈជាកម្លាំងឯងមិនអាចឈ្នះបាននោះទេតើអ្វីទៅដែលជាចំណុចខ្សោយបំផុតរបស់សត្វដែលមានអំណាចគឺភាពភ័យខ្លាចបាត់បង់អំណាចនោះឯងសម្ដីរបស់ពស់បានជ្រៀតចូលក្នុងគំនិតរបស់ស្កាឮសម្ដីដូចនេះហើយសត្វស្កាដែលមានជំនឿយ៉ាងមុតមាំទៅលើសម្ដីរបស់សត្វពស់ក៏បានឲ្យពឹសរបស់ខ្លួនដល់សត្វពស់ជាអ្នកថែរក្សាប៉ុន្តែភ្លាមនោះសត្វពស់ក៏បានប្រែក្លាយឥរិយាបថរបស់ខ្លួនហើយវាចេញទៅយ៉ាងលឿនបំផុតដោយមិនព្រមប្រគល់ពឹសទៅឲ្យសត្វស្កាវិញឡើយតើអារម្មណ៍នៃការទុកចិត្តគេទាំងស្រុងហើយត្រូវបានគេក្បត់មកវិញនោះអាចឈឺចាប់យ៉ាងណាសត្វស្កាបានយល់ច្បាស់ពីសភាពនេះហើយតាំងពីពេលនោះមកសត្វស្កាក៏លែងមានពិសទៀតទៅចំណែកឯពិសដែលសត្វពស់បានយកទៅក៏បានคล้ายជាកម្លាំងរបស់វាវិញសត្វស្កាតែងតែប្រយុទ្ធជាមួយនឹងសត្វពស់ឥតឈប់ឈរដើម្បីយកពឹសរបស់ខ្លួនត្រឡប់មកវិញប៉ុន្តែវាមិនដែលបានសម្រេចឡើយរឿងនេះបានបង្រៀនយើងថាអំណាចពិតប្រាកដមិនមែនស្ថិតនៅលើអ្វីដែលយើងមាននោះទេតែស្ថិតនៅលើប្រាជ្ញាដែលយើងប្រើដើម្បីការពារនៅអ្វីដែលយើងស្រឡាញ់និងការប្រុងប្រយ័ត្នចំពោះការទុកចិត្តគេខុស